ហើយបងក៏ចាក់សោវាទុកក្នុងប្រអប់ដួងចិត្តបងដែរប៉ុន្តែឪពុករបស់អូនលោកពិតជាមិនយល់ព្រមទេព្រោះបងមានម្ដាយជាសត្វពស់សន្តានពូជអម្បូរគឺជាពស់សេចក្តីស្នេហាដែលអូនបាត់ឲ្យទៅបងគឺជាសេចក្តីស្នេហារបស់អូនតែមួយហើយរឿងផ្សេងទៀតអូនមិនដឹងទេអូនគ្រាន់តែដឹងថាអូនស្រឡាញ់បងណាស់មេឃបាននិយាយពីសេចក្តីស្រឡាញ់នៅពេលនេះគឺបងស្រឡាញ់អូនតែម្នាក់គត់ស្រឡាញ់ស្មើនឹងកាយភ្នែករបស់បងខ្លួនបងស្រឡាញ់អូនគឺជាជីវិតរបស់បងប៉ុន្តែបងគិតថាបងមិនស័ក្តិសមនឹងនួនទេព្រោះបងគឺជាកូនពស់កូនសត្វពស់ដែលនៅស្រុកធ្លាប់តែដៀលមកនិយាយផ្សឹងតែចិត្តខាងក្នុងវាផ្សេងវង្វេងព្រោះចង់បានឋានៈកូនប្រសារសេដ្ឋីដូចជារឿងសុភីទំសែងអញ្ចឹងវាខំប្រឹងធ្វើពុតជាស្លាប់ដើម្បីឲ្យយាយរើសវាដាក់ក្នុងល្អីហើយវាក៏លួចស៊ីចេញអស់ឬក៏បោចោលព្រៃបាត់ប៉ុន្តែរឿងរបស់ឯងនេះវាមិនដូចជាទំសែងនោះទេហើយយើងនេះក៏មិនមែនជាយាយដែលទូលល្អីនោះដែរនួនជាគូតដឹងរបស់យើងទោះបីជាឯងខំប្រឹងយំស្រែកបង្ហូរទឹកភ្នែកក៏នួននៅតែរៀបការជាមួយនឹងយើងដដែលសេចក្តីស្រឡាញ់គ្មានអ្នកណាអាចបង្ខំឬផ្លន់យកពីបេះដូងបានទេនួនបងក៏ចង់ដឹងដែរថារវាងបងហើយនឹងអាម្នាក់នេះអ្នកណាជាអ្នកឈ្នះឯងក៏ត្រូវដឹងដែរថាអ្នកដែលឈ្នះម្នាក់ឯងគេមិនហៅថាអ្នកឈ្នះទេអូនសាយាជប់សិនលិនមានរឿងចង់ពឹងពាក់មួយបានទេពឹងពាក់ពីរឿងក៏បានដែរប៉ុន្តែកុំភ្លេចរឿងលិនឲ្យបើគៀអត់ចាំឲ្យពីលេលអរគុណហើយលិនឲ្យ3គៀអូចាំឲ្យ4លេលអូមានបញ្ហាទេហៀឆេងលឹបអូកុំហៅហេអីណាហើយបងសំណាញ់តែមួយឡងទៅអូនសែងយ៉ាអានេះជាប្រាក់បងថែមមកអាមិនថាមកអស់លុយហើយតែអាចឆេងលឹបហ៊ានមកកាត់បលឡាន់បកអាគ្មានមិនទេមកពីអូននឹងមីងលុយឡាន់ថ្ងៃនេះមានអារម្មណ៍ចង់វាយក៏ចាប់មកតែមានម្ដងមកនេះជាបាំងស្រួលបោះកុំចង្អុលមកឡាន់ណាហើយលើចង់យ៉ាងម៉េចចង់យ៉ាងម៉េចលើចង់យ៉ាងម៉េចនិយាយលេងទេខ្ញុំនិយាយលេងទេកុំខ្វាក់មកកុំខ្វាក់អូចង់វាយវាកុំខ្វាក់មិនបាច់ខកទេចង់មកទៀតណាមែនទេមិញហើយកុំគាត់ឡាន់ឆាប់គាត់ឡាន់ឲ្យសោះឥឡូវមកគាត់មកស្ដាប់ទេទូខ្ញុំធ្វើជាអញ្ញាកដាល1 2 3វាយឡាត់ស្វាយបង្គំទេណាមិនខកទេវាយទៅវាយតាហៀកំឡាអត់ទៅណាចូលមកមកកាច់ចូលមកណាឆ្កាឡាកុំស៊ីសៀងណាឡានបាត់ជាចង់ដឹងណាថាបងម៉ាត់ហើយនឹងហៀឆៃលើបអ្នកណាជាអ្នកមានវាសនាបានបងសៃយ៉ាទៅយើងគឺកូនក្មេងកុំចេះដឹងរឿងមនុស្សចាស់បានទេក្មេងក៏ចេះចង់ដឹងចង់ឃើញដែរណាក្បាលខូចពេលដែលអ្នកនាងសាយាពុនភ្នំខ្សាច់តើអ្នកនាងផ្សងអ្វីខ្លះទេគឺសុំសេចក្តីសុខហើយនឹងសេចក្តីស្រឡាញ់ដ៏បរិសុទ្ធពីមនុស្សដែលយើងចង់ផ្ញើជីវិតជាមួយបើសិនខ្ញុំជាព្រះខ្ញុំនឹងប្រទានជូនអ្នកនាងភ្លាម
ចង់ដឹងណាស់ថាតើបរិសុទ្ធណាមិនផ្ដល់សេចក្តីស្រឡាញ់ដល់បរិសុទ្ធជូននាងនោះនាងសៃយ៉ាសូមឲ្យខ្ញុំសំតាមបំណងប្រាថ្នាជួបបរិសុទ្ធដែលល្អសៃយ៉ាតោះត្រឡប់ទៅផ្ទះវិញលីឲ្យបង្កើនតោះបង្កើននៅតាមនឹងសោះខ្ញុំខំតែដើររកខ្ញុំកំពុងតែពូនភ្នំខ្សាញ់ណាអ្នកបងទៅវិញឬអត់ទៅអ្នកណាដែរតើបងឆាត់ឆាទៅចុះឆាត់ឆាច់អ្នកនាងនឹមនួនទៅបាត់ហើយមកប្រយ័ត្នលោកម្ចាស់ខាងទៅកុំភ្លេចប្រាថ្នាជួបខ្ញុំណាអីទៅសិនហើយម៉េចគេមិនស្រឡាញ់ហ៎មីកូនកំពូចថោកហេតុអីក៏ទៅជួបអាកំពូចពោះនោះពុកសែនខ្មាស់គេខ្លាំងណាស់វាមិនស័ក្តិសមនឹងកូនទេវាស្រឡាញ់កូនព្រោះឃើញកូននេះជាកូនសេដ្ឋីហើយពិបាកណាស់លោកប្តីអ្វីគេអាចកែបានតែបើចង់កែនិស័យរបស់មនុស្សនោះគឺវាពិបាកបន្តិចហើយព្រោះអីនឹមនួនគេមានចរិតកាត់ទៅរកម្ដាយនិស័យបោហង់ភ្លើនចង់ចូលជាមួយវងក្អែកនោះគឺអានិស័យថោកទាបនោះគឺបងមិនព្រមជាដាច់ខាតប៉ិនជាត្រឹមត្រូវហើយមានអំបោជាសេដ្ឋីមានកិត្តិយសតែស្រឡាញ់អីអាមនុស្សអំបោសន្តានជាពួងយ៉ាងមិនដែរកូននឹមនួនអូយគួរឲ្យខ្ពើមគួរខ្លាចខ្លាំងណាស់នួនតើមិនវាល្អជាបងបណ្ណាទៅបានជានួននៅតែស្រឡាញ់វានោះត្រូវហើយអ្វីដែលបងមេឃមានគឺបងសុកគ្មានប៉ុន្តែអ្វីដែលបងមានអាមេឃវាក៏គ្មានដែរចៃដន្យអីអ្វីដែលបងសុកមានគឺខ្ញុំមិនត្រូវការខ្ញុំបានជម្រាបបងហើយថាសេចក្តីស្រឡាញ់សេចក្តីស្នេហាគ្មាននរណាអាចខ្លន់ឬសុំតិចដល់បានទេសុំទៅផងមើលចាស់ហាក់វាចាស់ព្រះអើយលោកប្តីបងមើលចាស់ស្ដាប់នៅតែជាមើលនឹងភ្នែកមើលចាស់មីខ្សួនមីឆាឆាយពួកហងឯងជ័យចូលឲ្យនឹមនួនទៅជួបអាមេឃមែនទេអត់ទេលោកម្ចាស់អារឿងស្នេហាមិនចាំបាច់មានអ្នកណាជ័យចូលទេទៀតពួកមីហងឯងហ្នឹងណាចាំតែបបងបាយទេចាប់ពីថ្ងៃនេះតទៅត្រូវខ្វៀននឹមនួនកុំឲ្យទៅជួយអាខ្មែសោះលើទេចាលោកថៃនេះខ្វៀនដូចគោដូចក្បីមែនទេទៀតពួកមីក្បីពួកមីហងឯងល្ងងដូចមេក្បីក្នុងក្រៅអញ្ចឹងតិចឯងកំសេដ្ឋីនេះកំពុងតែមានពោះមានកូនផងកុំលើកជើងលើកដៃផ្ដេសផ្ដាស់ប្រយ័ត្នកូនកើតមកវាមិនគ្រប់ខែទៅអញទៅមីកប៉ោតក្មួយសុកកូនប្រុសត្រូវតែក្លាហានស្រីតែអញ្ចឹងឯងពេលនេះមិនស្រឡាញ់ទេប្រយ័ត្នទៅដល់ពេលគឺរកទៅណាមិនបានផងមើលតែមីងឯងទៅដឹងហើយនៅហ៊ាននិយាយលេងសើចទៀតកូនស្រីលួចតែមានសហាយប៉ុណ្ណឹងហើយឯខ្ញុំនេះជាស្រីត្រឹមត្រូវស្អាតល្អបរិសុទ្ធមិនដូចកូនស្រីបងទេប្រកាសហើយលោកម្ចាស់សេដ្ឋីនេះជាស្រីគ្រប់លក្ខអ្នកស្រុកគេសរសើរគ្រប់មាត់ខ្ញុំលឺផ្ទាល់តែជាណាលោកម្ចាស់ខ្ញុំប្រាប់បងហើយណាត្រូវចាត់ចែងនាងនឹមនួនឲ្យបានរៀបការជាមួយក្មួយសុកតែយកក៏តែមិនយកមកអត់មើលទេអើយជឿនណាមកក្តាមហើយខ្ញុំថាកូនប្រយមិនលើជឿនណាទ្រាំនេះចែកនោះស្រែកអូយក្តាមខ្លាំងបបខាត់ចំវិញណែអនទៅក្តាមចឹងទេហើយទីទៅមើលថានាងខ្យងកើតកូនមកប្រុសឬក៏ស្រីខ្ញុំមិនដឹងទេប្រហែលជាកូនប្រុសហើយព្រោះខ្ញុំស្រឡាញ់កូនប្រុសប្រយ័ត្នតកើតមកកាត់រកខ្ញុំណាពុកហេតុអីមានខ្យងស្រែកខ្លាំងម្លេះពុកកាលពីម៉ែកើតខ្ញុំមកស្រែកខ្លាំងចឹងទេពុកអើយកុំស្រែកអ្នកណាកើតកូនមកវាធ្វើដូចតែគ្នាទេខ្យងអើយទ្រាំទៅប្រឹងឡើងប្រឹងហក់ជឿនណា
ទៀតអញ្ជើញទៀតចងកាត់ឥឡូវហើយចង